បន្លែស្រស់អំពូមីងជួយទីបន្លែទេអ៊ំណានាងគឺខ្ញុំមិនមែនជាចៅទេណានាងគិតតែពេលនិយាយញ៉ាត់ញាប់ដូចម៉ាស៊ីនដេរប៉ាន់ស្មានកាត់ឲ្យខ្លួនឯងគ្មានចេះសួរហេតុផលអីបន្តិចទេមើលសម្លៀកបំពាក់សំសួនហៃសូតែប្រដាប់គិតវិញសេរ៉ូតែម្ដងរឿងស្នេហ៍ខុសវណ្ណៈជាក្មេងស្រីដែលរស់រាយរាក់ទាក់ពូកែនិងរឹងមាំថែមទាំងមានកតញ្ញូតាធម៌ចំពោះមាតាបិតាផងនោះសូលីតាបានរស់នៅបម្រើម្ដាយដែលជាស្ត្រីមេម៉ាយថែមទាំងមានជំងឺប្រចាំកាយផងសពថ្ងៃក្រៅពីថែទាំផ្គត់ផ្គង់បាយទឹកនំចំណីម្ដាយហើយនាងឆ្លៀតដាំបន្លែជុំវិញផ្ទះហើយដឹកយកទៅលក់នៅផ្សារជារៀងរាល់ថ្ងៃដើម្បីដោះស្រាយជីវភាពបន្លែស្រស់អំពូមីងជួយទីបន្លែទេអ៊ំអំប្រុសជួយទីបន្លែទេអ៊ំខ្ញុំដាំដោយផ្ទាល់ដៃណាអ៊ំគ្មានប្រើគីមីទេប្រើតែអាចមួនអាចគោទេអ៊ំនិយាយពីថារសជាតិវិញគឺផ្អែមឆ្ងាញ់ណាស់អ៊ំអើយអ៊ំនេះនៅចុងក្រោយហើយណាអ៊ំមកយកទាំងអស់តែម្ដងទៅអ៊ំទោះបន្លែមិនផ្អែមក៏វាបដូររសជាតិទៅជាផ្អែមដែរណាក្មួយបើសម្ដីអ្នកលក់ផ្អែមស្រួយស្រាប់ហូរដូចទឹកជ្រោះអញ្ចឹងនោះមកឈប់សិនមកណាក្មួយចាំអ៊ំជួយទិញចាអ៊ំប្រុសបានអ្នកលក់សម្ដីមិនផ្អែមធ្វើមិនលក់បន្លែដាច់ទៅអ៊ំឲ្យអ្នកលក់ធ្វើមកកញ្ញើគ្រាន់តែអ្នកទិញឃើញគេដើរមកឃើញណាគេទៅវិញបាត់ហើយណែអ៊ំបន្លែខ្ញុំខ្ចប់រួចហើយបានសម្ដីណាស់ក្មួយឯងនេះហើយអស់ប្រមាណទៅក្មួយអស់តែ 5,000 ទេអ៊ំប្រុសថាម៉េចអស់តែ 5,000 ទេអីក្មួយអ៊ំហូប3ថ្ងៃមិនអស់ផងណាហើយនេះក្មួយលុយមិនបាច់អាប់ទេក្មួយសន្សំទុកព្យាបាលម្ដាយឈឺទៅណាចាអរគុណអ៊ំប្រុសបន្លែនេះខ្ញុំដាំខ្លួនឯងតើអ៊ំតែលក់ប្រាប់ព្រៀងពេកមិនបានទេអ៊ំលក់ខ្លះចែកគ្នាហូបខ្លះម្ដងគេម្ដងយើងណាអ៊ំអ្នកភូមិផងរបងជាមួយគ្នាណាអ៊ំមិនអីទេល្អណាស់ក្មួយបើគ្រប់គ្នាមានចិត្តគំនិតល្អដូចជាក្មួយបែបនេះមិនដឹងជាល្អយ៉ាងណានោះទេ